មនុស្សគ្រប់រូបសុទ្ធតែមានបន្ទុកជីវិតឬបញ្ហាផ្ទាល់ខ្លួនដែលត្រូវដោះស្រាយរៀងៗខ្លួនខ្លះអាចបង្ហាញឲ្យយើងឃើញតាមរយៈទឹកមុខនិងសកម្មភាពប៉ុន្តែភាគច្រើននៃបន្ទុកទាំងនោះគឺស្ថិតនៅជ្រៅក្នុងចិត្តដែលគ្មាននរណាម្នាក់អាចមើលឃើញឡើយដូច្នេះនៅពេលអ្នកឃើញនរណាម្នាក់មើលទៅហាក់ដូចជាកំពុងមានបញ្ហាឬមានអាកប្បកិរិយាអ្វីមួយចម្លែកសូមកុំទាន់អាលវិនិច្ឆ័យឬមើលងាយពួកគេឲ្យសោះជំនួសមកវិញដោយការបង្ហាញក្តីមេត្តាការយល់ចិត្តនិងពាក្យសម្ដីល្អៗព្រោះវាជាថ្នាំដ៏វិសេសដែលអាចជួយសម្រាលបន្ទុកក្នុងចិត្តរបស់អ្នកដទៃបានដូច្នេះចូលផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមកព្រោះយើងមិនដឹងឡើយថាពួកគេកំពុងឆ្លងកាត់ព្យុះភ្លៀងក្នុងកម្រិតណានោះទេ